សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកម្មវិធីតោះនិយាយដើមខ្មោចហើយថ្ងៃនេះខ្ញុំនិយាយរឿងពាក់ព័ន្ធជាមួយនឹងជើងកបណាហ្នឹងហើយមូលហេតុអីបានភាកច្រើនកន្លែងដែលស្លាប់ហើយចេះតែស្លាប់តគ្នាបាទអាចនិយាយថាបើបងប្អូនស្ដាប់ហើយនឹងអាចស្រាយចម្ងល់បានតោះឥឡូវយើងស្ដាប់អស់គ្នានៅក្នុងឆ្នាំ2017ណាកាលនឹងខ្ញុំចាំច្បាស់មែនទែនបងប្អូនដោយសារខ្ញុំទៅរស់ស៊ីនៅខាងហ្នឹងបាទខ្ញុំសុំអត់បញ្ចេញឈ្មោះទេបាទហើយគាត់ប្រកបមុខរបរជាអ្នកលក់មន់ណាបាទហើយកាលនោះគាត់លក់ដាច់មែនទែនអញនិយាយថាអត់សូវមានការប្រកួតប្រជែងច្រើនដូចឥឡូវណាហើយគាត់អញនិយាយថាបងប្រុសគាត់ជាមនុស្សដែលរស់រាយមែនទែនបាទអត់ប្រកាន់ទេបាទហើយនៅថ្ងៃមួយគាត់មានកម្មវិធីញ៉ាំការអញ្ចឹងប្រពន្ធគាត់អត់អ្នកទៅទេគាត់ជាអ្នកទៅគាត់ធ្វើដំណើរញ៉ាំការជួបមិត្តភ័ក្តិណាអញ្ចឹងញ៉ាំការហើយគាត់តែងតែនិយាយលេងសើចក៏មានមិត្តភ័ក្តិគាត់ក៏ហៅទៅការ៉ាអូខេតែទៅហ្នឹងទៅឆ្ងាយពីផ្សារណាលាក់បាំងប្រពន្ធអីចឹងទៅអញ្ចឹងគាត់រកមើលការ៉ាអូខេណាដែលឃ្លាតឆ្ងាយពីផ្សារអាចថា 2-3 គីឡូចុះតម្រាំគាត់ចេញពីញ៉ាំការហ្នឹងអាចនិយាយថា 2-10 ម៉ោងមួយគាត់ធ្វើដំណើរហើយស្មានហ្នឹងវាអាចនិយាយថាស្ងាត់ជ្រៅស្ងាត់មែនតើហ្មងអញ្ចឹងការធ្វើដំណើរហ្នឹងគាត់ពីម៉ូតូបងប្អូនគ្នា3នាក់គាត់ជិះរហូតចេញពីផ្សារទៅហើយបញ្ជាក់បងប្អូនថាការ៉ាអូខេហ្នឹងនៅខាងមុខហ្នឹងជាផ្លូវកោងអញ្ចឹងគាត់ជិះហ្នឹងរហូតដល់ផ្លូវកោងគាត់ជិះហួសអញ្ចឹងម៉ូតូដែលនៅក្រោយហ្នឹងតែជាមិត្តភក្តិគាត់ហ្នឹងគាត់ស្រែកហៅថាហួសហើយអញ្ចឹងក៏គាត់បែកក្រោយគាត់ដោយសារគាត់មានជាតិហៅថាស្រានៅខ្លួនហ្នឹងណាហើយគាត់ស្វឹងណាគាត់អត់សូវគិតច្រើនទេគាត់អត់សូវមានការប្រុងប្រយ័ត្នព្រោះគាត់គិតថាយប់ហើយអត់ដែលមានម៉ូតូឡានណាបើកមួយជ្រុយគាត់ទេមានក្រៅពីគ្នាគាត់ណាអញ្ចឹងគាត់បាត់ភ្លាមគឺមានឡានមួយគ្រឿងទៀតហ្នឹងបានបើកបុកគាត់វាអាចនិយាយថាពលឺភ្លើងឡានដែលថាមកពីក្រោយគាត់សំនឹងភ្លឺហើយប៉ុន្តែអាចនិយាយថាបន្ទោសថាគាត់ស្វឹងក៏បានតែបើមួយទៀតគេអាចនិយាយថាប្រហែលជាគេបិទភ្នែកណាអត់ឲ្យយើងមើលឃើញដឹងគាត់បាត់ពុបគឺឡានបុកគាត់ស្លាប់បាត់ទៅមកអញ្ចឹងហើយប្រពន្ធគាត់ហ្នឹងក៏ទៅយកសពប្តីណាហើយគាត់អត់សូវដឹងការហៅតងព្រលឹងអីទេគាត់ធ្វើពិធីតាមធម្មតាអីទេបើជាខ្មោចតៃហោមយើងត្រូវធ្វើជាពិធីតងព្រលឹងគ្រោះណាក់ចំណាចរណាបងប្អូនតែតងព្រលឹងគាត់ឲ្យគាត់វិលទៅផ្ទះវិញហ្នឹងហើយតោះឥឡូវយើងចូលសាច់រឿងតទៀតមានប្អូនស្រីម្នាក់បាទខ្ញុំសូមហៅគាត់ប្អូនស្រីណាគាត់អាយុប្អូនខ្ញុំគាត់តែងតែជួបជុំគ្នាញ៉ាំស៊ុបណាបាទអញនិយាយថាឃ្លាតឆ្ងាយពីកន្លែងគ្រោះថ្នាក់ចរាចរណ៍ហ្នឹង1 គីឡូបាទគាត់តែងតែជួបជុំគ្នាញ៉ាំតែថ្ងៃហ្នឹងគាត់ទៅញ៉ាំអីបាទជាពូម៉ាណាអញ្ចឹងគាត់កំពុងតែញ៉ាំហ្នឹងអាចនិយាយថាប្អូនស្រីហ្នឹងគាត់មាននិស្ស័យមើលឃើញខ្មោចបាទគាត់មានគ្រូកាន់ណាតែគាត់អត់កាន់តែប៉ុណ្ណឹងបាទគាត់ជាអ្នករស់ស៊ីគាត់កំពុងញ៉ាំអីហ្នឹងគាត់ឃើញបងប្រុសសភាពគាត់ស្រោចឈាមពេញខ្លួនមើលមុខអត់ចង់ស្គាល់ទេតែអ្នកភូមិស្រុកជាមួយគ្នាគាត់ប្អូនស្រីគាត់ថាមើលអត់សឹងស្គាល់ទេព្រោះសភាពហ្នឹងឃើញឈាមដាបតាំងពីក្បាលរហូតដល់ចុងជើងបងប្អូនសម័យណាមនុស្សស្គាល់គ្នាប៉ុណ្ណាក៏ដោយពេលយើងឃើញឈាមដែលហូបចេញពីក្បាលមកនេះស្របពេញខ្លួននេះបងប្អូនមើលស្គាល់អត់មើលអត់ស្គាល់ទេបាទហើយធំក្លិនស្អុយមែនទែនអ្នកដែលធ្លាប់ជួបក្លិនហ្នឹងដឹងហើយបាទស្អុយគេថាក្លិនអាសោចណាអញ្ចឹងប្អូនស្រីគឺអាចនិយាយថាគាត់អ្នកមើលឃើញខ្មោចគាត់អត់ចង់មើលឃើញទេគាត់ធំក្លិនតែគាត់បិទច្រមុះទៅគាត់ចេះតែជៀសមើលណា
ហើយគាត់ចិត្តតាជុំវិញហ្នឹងហើយបងប្អូនមានឆ្ងល់ថាហេតុអ្វីបាននៅកន្លែងលក់ដូរហ្នឹងខ្មោចបងលក់មន់ហ្នឹងគាត់អាចទៅចូលបានដោយសារគ្រប់ផ្ទះហ្នឹងគឺជុំវិញហ្នឹងសិតតែអាចនិយាយថាខ្មែរណាអញ្ចឹងគេដាក់ជានាងផ្ទះប្រភូមិតែកន្លែងលក់សេកូអាំងស៊ុបហ្នឹងគាត់អាចនិយាយថាគាត់ជាជនជាតិវៀតណាមបាទអញ្ចឹងគាត់អត់ធ្វើពិធីដូចយើងទេបាទអត់ដាក់ប្រភូមិដាក់អីទេអញ្ចឹងបានមានព្រលឹងអាចចូលបានអានេះមិនព្រលឹងហៅថាខ្មោចហើយឈរយ៉ាងទៅគាត់ដូចដឹងថាមើលឃើញគាត់បងប្រុសដែលស្លាប់បាត់ហ្នឹងអញ្ចឹងគាត់ដើរមកកាន់អង្កលមកគៀកគាត់ឈរនៅក្បែរប្អូនស្រីទ្រាំអត់បានហើយកំពុងតែជុំមិត្តភ័ក្ដិណាក៏ស្រែកមកខ្ញុំស្អុយបងឯងបងឯងចេញទៅហើយមិត្តភ័ក្ដិដែលជុំវិញណាគឺភ្ញាក់ព្រឺទាំងអស់គ្នាមកអ្នកខ្លះក៏ឈប់កំពុងតែញ៉ាំអីហ្នឹងគឺចាប់ដើមឈប់ញ៉ាំអីបណ្ដោយព្រោះអត់ដឹងថាវាមានរឿងអីណាស្រាប់តែដេញហ្មងអញ្ចឹងបងដែលជាខ្មោចហ្នឹងដែលស្លាប់គ្រោះថ្នាក់ចរាចរណ៍ហ្នឹងសួរថាមីអូនឯងឃើញពូមែនបាទអានេះខ្ញុំសុំនិយាយតាមណាដែលគាត់មកអាចនិយាយថាអាយុគាត់នឹងគាត់ហ្នឹងត្រូវជាពូឲ្យក្មួយបាទគាត់មិនអាចប៉ាន់ខ្សែទេព្រោះគាត់ស្រែយកហើយបងអូនស្រីគាត់ថាឥឡូវពឹងពាក់អីគេកុំតាមខ្ញុំពេកបើចង់បានអីខ្ញុំសែនឲ្យគាត់ថាគាត់មិនចង់បានសំណែនទេតែគាត់ចង់ឲ្យប្អូនស្រីនេះជួយប្រាប់គ្រួសារផងធ្វើពិធីហៅគាត់ទៅផ្ទះផងប្អូនស្រីថាអត់អីទេខ្ញុំនឹងទៅប្រាប់គ្រួសារប៉ុន្តែសុំទៅវិញទៅខ្ញុំទ្រាំអត់បានទេក្លិនហ្នឹងខ្ញុំទ្រាំមួយថ្ងៃហើយចាំខ្ញុំទៅប្រាប់គ្រួសារឲ្យអញ្ចឹងបងប្រុសដែលជាគ្រោះថ្នាក់ច្រឡំបងប្រុសដែលខ្មោចហ្នឹងគាត់ស្លាប់ហ្នឹងគាត់ថាហ្នឹងហើយអរគុណអូនមីអូនឯងដែលទៅជួយប្រាប់ហើយមូលហេតុអីបងប្អូនដែលគាត់មកពឹងពាក់ប្អូនស្រីដែលឲ្យទៅហៅគ្រួសារបាទដោយសារខ្មោចតៃហោងស្លាប់នៅតំបន់គាត់អត់អាចចេញទៅណាទេបាទគេបិទហើយបាទព្រោះគាត់ស្លាប់ហ្នឹងអាចនិយាយថាខ្លាចជាជើងកបក្នុងរយៈពេល7ថ្ងៃវិញ្ញាណគាត់ហ្នឹងគាត់ទៅស្លាប់ភ្លាមហ្នឹងគេកាក់ទុកបាត់ហើយគេឲ្យជំរឹះ2បងប្អូនទី1ត្រូវតែទទួលខ្លួនធ្វើជាខ្មោចជើងកបដើររុញគេឲ្យគ្រោះថ្នាក់ចរាចរណ៍ទី2គេឲ្យជំរឹះមួយទៀតក្នុង7ថ្ងៃត្រូវតែដើររកផ្ទះឲ្យឃើញបើរកផ្ទះអត់ឃើញទេនឹងខ្លាចជាខ្មោចតៃហោងជើងកបហ្នឹងដើររុញគេនឹងបញ្ជាក់សុំបងប្អូនឲ្យដឹងណាអញ្ចឹងហើយគាត់ខំដើរមែនតើគាត់ថាគាត់ដើរទៅយ៉ាងណាក៏ដោយអាចនិយាយថាគាត់ដើរត្រឹម1គីឡូឬបរិវេណឆ្ងាយពីនឹងតិចឯងគឺគាត់មកដល់កន្លែងដើមវិញមិនអាចទៅហួសកន្លែងព្រំដែនគាត់ទេរហូតគាត់ដើរកន្លែងញ៉ាំសេកូអាំងហ្នឹងគាត់ដើរទៅក៏ជួបប្អូនស្រីហ្នឹងប្អូនស្រីបិទច្រមុះណាអញ្ចឹងវិញ្ញាណហ្នឹងខ្មោចហ្នឹងគាត់ចាប់អារម្មណ៍បាត់ទៅហើយបានគាត់ឈរមើលថាសម្លឹងមើលថាប្អូនស្រីហ្នឹងអាចមើលឃើញគាត់អត់ហើយប្អូនស្រីហ្នឹងគាត់អាចនិយាយថានៅវតូចគាត់គ្រូចូលគាត់អាចនិយាយថាគាត់ចេះទាទៀតតែរហូតដល់គាត់ពេញកំមុំអីធំអញ្ចឹងទៅគាត់ជាអ្នករស់ស៊ីគាត់អត់ដែលរវល់រឿងហ្នឹងណាបងប្អូនគាត់លះបង់ចោះបាទព្រោះគាត់អត់មាននិស្ស័យខាងហ្នឹងអាចនិយាយថាមាននិស្ស័យតែរវល់រឿងរស់ស៊ីអញ្ចឹងគាត់អត់សូវគិតរឿងហ្នឹងបាទតែគាត់នៅតែមានគ្រូកាន់ណាថែអាសាអញ្ចឹងហើយប្អូនស្រីហ្នឹងយើងថាចូលសាច់រឿងវិញណាប្អូនស្រីហ្នឹងគាត់ក៏ទៅហៅក្រុមគ្រួសារបាទអញ្ចឹងប្រពន្ធគាត់ហ្នឹងក៏រៀបចំពិធីហៅថាតងព្រលឹងណាហៅតាអាចារ្យរៀបតុងរៀបអីហ្នឹងអញ្ជើញបាទអាហ្នឹងគេហៅថាពិធីតងព្រលឹងបើកផ្លូវហ្នឹងអញ្ជើញគាត់មកផ្ទះវិញហើយថ្ងៃដែលអញ្ជើញហ្នឹងប្អូនស្រីគឺទៅផ្ទាល់ដោយសារការពឹងពាក់ពីខ្មោចណា
អញ្ចឹងបងស្រីទៅផ្ទះហ្នឹងគឺឃើញសភាពបងប្រុសដែលស្លាប់បាត់ហ្នឹងបងលក់មកហ្នឹងគឺគាត់ស្អាតបាត់មែនតើបាទគេថាបានអញ្ជើញមកវិញផ្ទះហើយបានផលបុណ្យណាអញ្ចឹងគាត់ប្រាប់ភរិយាគាត់ប្រពន្ធគាត់នឹងថាយេអឺអីអើយឥឡូវពូគាត់លែងអាក្រក់ហើយពីមុនខ្ញុំឃើញឈាមហូរពេញខ្លួនឥឡូវគាត់មកស្អាតបាត់ហើយប្រពន្ធគាត់យំមែនតើហ្មងអាចនិយាយថាស្នោះស្នោកប្តីណាតែប្អូនស្រីប្រាប់ថាឥឡូវពូហ្នឹងកំពុងឈរនៅក្បែរអ៊ីសាប់តែលឺយ៉ាងពឹបគឺប្រពន្ធគាត់ស្លាប់ផឹងមកហើយប្អូនស្រីក៏អត់បានបញ្ជាក់ដែរថាការស្លាប់របស់គាត់ស្លាប់ដោយភាពភ័យខ្លាចឬក៏ស្លាប់ដោយរំលឹកប្តីណានឹកប្តីខ្លាំងពេកក៏មិនដឹងបាទប្អូនស្រីក៏បានបញ្ជាក់រឿងនឹងដែរហើយសាច់រឿងនេះអាចនិយាយថាវាពាក់ព័ន្ធជាមួយនឹងជើងកបបើមានបងប្អូនឬក៏មិត្តភ័ក្តិដែលគ្រោះថ្នាក់ចរាចរណ៍បងប្អូនស្ដាប់ហើយអាចពិចារណាគិតថារៀបចំកម្មវិធីតងព្រលឹងណាហៅអញ្ជើញទៅផ្ទះបាទព្រោះក៏មានករណីស្នៀងនឹងដែរប្រហែលជាមួយខែមុនដែលគាត់គ្រោះថ្នាក់ចរាចរណ៍តែគាត់ថារៀងគាត់អត់អញ្ចឹងណាពេលគាត់មកហ្នឹងគាត់យំស្ដាយខ្លួនមែនទែនដូចការតងព្រលឹងនេះគាត់ពេលគាត់មកគឺអត់មានលឺសំឡេងអីទេតែនៅក្នុងភូមិដែលខ្ញុំគ្រោះថ្នាក់ចរាចរណ៍ហ្នឹងពេលធ្វើពិធីតងព្រលឹងគឺគាត់ស្រែកយំតាមផ្លូវរហូតគាត់ដល់ផ្ទះបាទហើយសំបីតែកាមេរ៉ាក៏ចាប់បានដែរបាទសំឡេងគាត់គួរខ្លាចណាយំហើយយំហ្នឹងមិនធម្មតាបងប្អូនដើរគោះទ្វារគេទៀតរហូតដល់ផ្ទះគាត់អញ្ចឹងអ្នកដែលធ្លាប់ជួបរឿងរន្ធត់អាចនិយាយថាគាត់នឹងអាចដឹងថារសជាតិយ៉ាងម៉េចហើយអ្នកដែលមិនជឿសូមបងប្អូនស្ដាប់ហើយក៏ជាចាប់ទុកថាជាការកំសាន្តណាហ្នឹងហើយថ្ងៃនេះខ្ញុំបកស្រាយតែប៉ុណ្្នឹងទេបាទចែកម្លែកតែប៉ុណ្្នឹងទេបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាបាទមានតែដៃ10អរគុណច្រើន